ពាក់ព័ន្ធជាមួយនឹងរឿងនេះចេញយូរបងប្អូនរឿងនេះគឺ Marvel Thunderbolt ហ្នឹងហើយពាក់ព័ន្ធជាមួយនឹងសាច់រឿងវាបងប្អូនដែលតែងតែមើលសម្រាយគិតថាចុះមិនបានមនុស្សធម្មតាទៅធ្វើសង្គ្រាមជាមួយព្រះអញ្ចឹងដូចវាអត់សមប៉ុន្តែសាច់រឿងវាគឺអត់ទេបងប្អូនគឺមានហេតុផលច្រើនដែលមនុស្សធម្មតាហ្នឹងអាចធ្វើឲ្យអាព្រះហ្នឹងវាគេហៅថាមានចិត្តស្របជាមួយនឹងមនុស្សធម្មតាអញ្ចឹងវាមានហេតុផលច្រើនហើយពាក់ព័ន្ធជាមួយនឹងសាច់រឿងគឺមានតួអង្គមួយក្រុមហ្នឹងមួយក្រុមដែលគេដាក់ឈ្មោះ Thunderbolt ហ្នឹងហើយពាក់ព័ន្ធជាមួយនឹងមួយក្រុមហ្នឹងគឺគេប្រើមនុស្សនឹងអស់សាច់ហើយអញ្ចឹងក៏គេចង់ធ្វើស៊ីប្របាទផោះតាំងបញ្ជូនពួកហ្នឹងទៅកន្លែងមួយក្រុមដល់ពេលទៅមួយក្រុមទៅពួកហ្នឹងក៏រំដោះខ្លួនចេញបានពីឧបសគ្គនានាហ្នឹងហើយក៏ទៅជួបជាមួយនឹងមនុស្សម្នាក់ដែលគេពិសោធន៍រហូតដល់ខ្លាចជាព្រះហ្នឹងបងប្អូនហើយពាក់ព័ន្ធជាមួយនឹងព្រះហ្នឹងឈ្មោះ Sentry ហ្នឹងពាក់ព័ន្ធមួយ Sentry ហ្នឹងគឺគាត់មានវិបត្តិផ្លូវចិត្តទេបានគាត់ព្រមឲ្យគេពិសោធន៍មិនមែនសុកគេទៅចាប់បខំគាត់ពិសោធន៍ទេចឹងបន្ទាប់ពីពិសោធន៍មនុស្សរាប់រយនាក់មកគឺបរាជ័យជោគជ័យតែគាត់មួយធ្វើឲ្យគាត់មានធម៌ពលដូចព្រះចឹងជំរើសចុងក្រោយនៅពេលដែលគាត់មានគំនិតអាក្រក់គាត់របៀបសម្លាប់មនុស្សពេញទីក្រុងហើយអ្វីដែលអាចឈ្នះគាត់គឺមិនអាចទៅតតាំងមួយគាត់បានទេគឺមានតួអង្គស្រីយើងម្នាក់ហ្នឹងគាត់គេហៅទៅចូលនិយាយជាមួយនឹងផ្លូវចិត្តគាត់ហ្មងខាងក្នុងធ្វើម៉េចឲ្យគាត់កុំឲ្យមានចិត្តខឹងចិត្តឯកាអញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹងសាច់រឿងបងប្អូនចង់ទៅមើលពេញអាចចូលទៅក្នុង Telegram ខ្ញុំបាននៅក្នុង profile ហ្នឹងគឺនិយាយខ្មែរ subtitle ខ្មែរជាមួយនឹងអង់គ្លេស